បាទជំរាបសួរបាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះអ្នកក៏ឡើងមកដល់កលែងការងារអើយនេះនៅចិនទី24បងប្អូនបាទនេះទេសភាពទៅនេះអុយអ៊ុយបណ្ដោយបងប្អូនបាទនេះពិតជាស្រស់ស្អាតមែនទែនបាទនៅកណ្ដាលក្រុងនេះបងប្អូនអើយនេះទេសភាពមើលមើលបលកអើយនេះទេសភាពត្រង់តនេះពិតជាស្អាតមែនទែនបងប្អូនបាទនេះខាងក្រោមមានថ្នល់ទេសភ្លើងបងប្អូនអើយនេះក៏កលែងគេរត់ហាត់ប្រាណក្នុងក្រោមបាទនេះសួនគេក្រោមស្រះវែងហើយធំទៀតបងប្អូនបាទនេះដល់ទៅនោះដល់កយមកវាលនេះកលែងគេរត់ហាត់ប្រាណបងប្អូនបាទនេះស្តាគីបងប្អូនអើយនេះបងប្អូនមកមើលខាងនេះមើលបងប្អូននេះមើលខាងនេះម្ដងមើលនេះបងប្អូនអើយនេះដល់កនេះស្ថានីយ៍រថไฟគេបងប្អូនបាទនេះស្ថានីយ៍រថភ្លើងគេណាបងប្អូនមើលមើលឡើងឡានឡើងជ្រុះជ្រងបងប្អូនបាទនេះគេហៅស្ដីគេទេនេះបងប្អូនទៅម៉ូក៏មិនទាន់ស្គាល់ទេបងប្អូនអើយនេះទៅម៉ូថ្ងៃនេះហើយដល់កទេសភាពស្អាតមែនទេបងប្អូនបាទនេះក៏វីដេអូនេះក៏ផ្ញើជូនបងប្អូនទាំងអស់គ្នាផងបងប្អូនបាទនេះឲ្យបានទស្សនាទាំងអស់គ្នានេះពិតជាស្រស់ស្អាតមែនទេបងប្អូនបាទនេះថ្ងៃនេះក៏មកធ្វើការនេះការងារបងប្អូននេះឃើញអត់នេះអាក្លែងឡៅបេនេះដើសេវានេះឃើញអត់នេះដើកេដើពោនេះហើយនេះដូចផេនទីលរវ៉ាមនោះក្លែងបេបងប្អូននោះក្លែងវាបេឃើញអត់ពិតជាស្រស់ស្អាតមែនទេបងប្អូនណែវីដេអូនេះក៏មានអីទេមានតែថតទេសភាពឲ្យពុកម៉ែបងប្អូនបានទស្សនាណាហើយនេះដល់កហើយនេះខ្ញុំនោមពើមនេះបងប្អូននេះឃើញអត់នោះឃើញតែថ្នល់ទេសភ្លើងនេះបងប្អូនអើយនោះតួអើយនោះតិចតូណាទេនោះក្លឿននេះក្រមនោះចូលទៅក្នុងអាគារនោះផ្លូវវានោះបងប្អូនបាទនោះបងប្អូនណាមតែឃើញរថไฟฟ้าគេណានេះទេសភ្លើងគេនេះតួអើយនោះទៅដល់កលែងវាចំណតវានោះឯនោះឲ្យមុខនោះបងប្អូនណាដែលស្លាប់ជីខ្លះបងប្អូនបាទនេះបើខ្ញុំជិះបាន2-3ដងហើយនេះរថไฟฟ้าនេះបងប្អូនបាទដល់កនេះទៅមើលអាបន្ទប់មួយទៀតបងប្អូនបាទនោះពីห้อง3ห้องនេះមកមើលសួនខាងនេះម្ដងបងប្អូនបាទនេះចេញមកខាងក្រៅនេះឃើញអត់បងប្អូនបាទស្រស់ស្អាតអត់នេះដល់ហើយនៅคลิปនេះមានអីច្រើនទេមានតែប៉ុណ្ណេះហើយបាយបងប្អូនទាំងអស់គ្នាបាទ